សូមអនុញ្ញាតឲ្យខ្ញុំនិយាយឡើងវិញនៅច្បាប់អ្នកមិនគួរអ្នកបានបង្ខំខ្ញុំឲ្យមិនចង់សម្លាប់អ្នកឲ្យអាវុធរបស់សត្រូវមកខ្ញុំហើយយើងនឹងដើរតាមផ្លូវរៀងខ្លួនលុះបានលុតជង្គង់ចុះមុនគេហើយឲ្យប្អូនប្រុសខ្ញុំផឹកក្បាល3អ្នកកំពុងយល់សប្តិទៅឋាននរកទៅបាប៊ីបើអ្នករើសំបីតែម្ដងទៀតខ្ញុំនឹងផ្ទុះបាញ់កំភ្លើងផ្ទុះព្រះដ៏អស្ចារ្យនឹងមកដល់ឆាប់នេះពេលអ្នកឡើងមកអ្នកកំពុងកាន់សត្រូវឧបករណ៍នេះមិនមានអំណាចធ្វើឲ្យខ្ញុំភ័យខ្លាចទេដំបូងឡើយត្រូវបំផ្លាញអាវុធរបស់អ្នកចោលបន្ទាប់មកគ្រប់គ្រងសត្រូវអ្នកបានដាក់ឧបករណ៍នោះចុះពីអ្វីកាយគួយបើមិនដូច្នោះទេខ្ញុំនឹងធ្វើភ្លាមសម្រាប់ពួកវាទៅបងសុនតែកុំប៉ះយើងអីលេងពួកគេទៅខ្ញុំនឹងលេងអ្នកវិញកូនប្រុសឲ្យកូនគិតថាកូនអាចប្រយុទ្ធបានមែនទេតោះស៊ូម្ដងទៀតមិនអីទេចង់ពួកគេទាំង3នាក់នៅជាន់លើចិញ្ចឹមពស់នៅលើសខ្ញុំនឹងសម្អាតបន្ទាប់ពីខ្ញុំឆ្អែតគាត់បានដេកទាំងអស់នឹងពស់យក្សនោះក្មេងកំហូចរបស់ខ្ញុំកំពុងលេងសើចនឹងខ្ញុំពួកគេស្ទើរតែកំពុងស្នើសុំឲ្យមានបញ្ហាចូលយើងឲ្យរបស់នេះទៅពស់យក្សជាអាហារសម្រន់មើលគ្រួសារដ៏រំជួលចិត្តនេះផងមេរៀននៃយើងនឹងស្លាប់ជាមួយគ្នាឡើយជឿអ្នកនឹងទទួលបានជ័យជំនះវាមិនមែននិយាយអំពីអ្នកណាខុសខើនៅក្នុងលោកនេះទេបើឯងចង់សម្លាប់ខ្ញុំទៅកុំខ្ជិះខ្ជីពេលវេលានិយាយការសម្លាប់អ្នកនឹងងាយស្រួលពេកសម្រាប់អ្នកចៅសត្វត្រឆានឲ្យគួយឯងធ្វើបែបនេះដោយរបៀបណាអូរ៉ូជីប្រហែលជីចូលចិត្តទៅដែររំកិលធុងប្រេងនោះចុះឲ្យដាក់វាចុះសូមឲ្យឈាមហូរនៅក្រោមដៃរបស់គាត់បន្ថយល្បឿនកុំឲ្យវាហូរចេញទាំងអស់ក្នុងពេលតែមួយត្រូវប្រាកដថាគាត់ញ៉ាំអាហារក្តៅនិងមានក្លិនក្រអូបបងយ៉ាវគួយបងពិតជាខុសខើណាស់ហើយពូយុទ្ធសាស្ត្រឌូឲ្យបង្ហូរឈាមស៊ឺអឺស៊ីវយេបានបាត់បង់ឈាមច្រើនបិទភ្នែកទៅពូរាប់ពូនឹងយកអ្នកទៅ100ទៀតចូលចេញទៅខាងក្រៅហើយដើរទៅទីនោះដើម្បីរងចាំអ្នកធំពូកំពុងមកហើយតោះមើលកម្មវិធីសូមប្រយ័ត្ននៅពេលដែលពស់យក្សចាប់ផ្ដើមស៊ីមនុស្សអំណាចទាំងអស់ស្ថិតនៅក្នុងសត្វព្រៃនោះជាពេលវេលាដ៏ល្អបំផុតសម្រាប់ពូយើងដើម្បីផ្លាស់ទីពូជាខយជីណាពូដូច្នេះកញ្ឆាតើកាំភ្លើងពេលស្រវឹងមានប្រសិទ្ធភាពទេកាំភ្លើងបំបត្តិការជាធម្មតានៅទីនេះវាមានផ្ទុកថ្នាំសណ្ដំដែលប្រើលើដំរីកម្រិតថ្នាំ3ដងក្នុង1ដងសូម្បីតែពស់ធំបំផុតក៏ដេកលក់ដែរអ្វីដែលត្រូវធ្វើចំពោះរឿងធំនិងខុសខើបែបនេះពស់ដែលលក់នៅលើទីផ្សារងឹតកំនឹងមានតម្លៃណាស់ទទួលបានរាប់លានមិនមែនគ្រាន់តែរាប់រយទេអំណាចដ៏ធំធេងរបស់ខ្ញុំកំពុងត្រូវបានប្រកួតប្រជែងដោយពិភពលោកទាំងមូលយើងត្រូវបន្ថែមដេឡូតនេះខ្ញុំមិនត្រូវការភ័យនៅក្នុងជីវិតរបស់ខ្ញុំទេឈីងយីស្ដាប់ខ្ញុំណាអ្នកបារម្ភខ្លាំងណាស់វានិយាយថាមាននៅលើដីនៅខាងស្ដាំអ្នកតើអ្នកបានឃើញដាវទេប្រើជើងរបស់អ្នកជាប់វាហើយយករបស់ឆេវប្រយ័ត្នបើអ្នកកាត់ខ្សែពួរណាអូនតូចបើអ្នកមិនចាក់ចេញទេខ្ញុំនឹងដឹកអ្នកប្អូនស្រីរបស់ Deshu នៅទីនេះគាត់នៅទីនេះសៀវយូមិនបានបើកភ្នែកទេហើយបងស្រីរបស់នាងមិនថាមានអ្វីកើតឡើងទេសម្លៀកបំពាក់ស្រាលនិងសឹកសៀវកុំឈប់អីបន្តទៅមុខទៀតខ្ញុំដឹងហើយឲ្យលឿនជាងមុនបន្តិច